អ្នកឆ្លងព្រំដែនកម្ពុជាថៃច្រកប៉ោយប៉ែតក៏ស្ទះខ្លាំងចាប់ពីច្រកទ្វារព្រំដែនថៃរហូតមកដល់ច្រកទ្វារព្រំដែនកម្ពុជាប្រជាពលរដ្ឋដែលជាអាជីវករនិងភ្ញៀវទេសចរធ្វើដំណើរចូលទៅក្នុងប្រទេសថៃនៅព្រឹកថ្ងៃទី10ខែមិថុនាឆ្នាំ2025នេះមានការកកស្ទះខ្លាំងនៅត្រង់ចំណុចវាយត្រាប៉ាសពតឬហៅថាវីសានិងបោះត្រាលើ Border Pass ក្នុងទឹកដីថៃរហូតដល់ទឹកដីកម្ពុជាត្រង់ចំណុចប្រាសាទនៃច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនេះbyតាមការលើកឡើងរបស់មន្ត្រីអន្តោប្រវេសន៍កម្ពុជាមន្ត្រីអន្តោប្រវេសន៍រូបនោះបញ្ជាក់ថាការកកស្ទះនៅព្រឹកថ្ងៃទី10នេះមូលហេតុដោយសារភាគីថៃរឹតបន្តឹងការវាយត្រាចូលទៅក្នុងទឹកដីថៃសូមបញ្ជាក់ថាច្រកទ្វារអន្តរជាតិប៉ោយប៉ែតត្រូវបានភាគីថៃបិទដោយឯកតោភាគីនិងកែសម្រួលម៉ោងចេញចូលគឺខាងភាគីថៃបើកឲ្យចេញចូលនៅម៉ោង8ព្រឹកចំណែកភាគីកម្ពុជាបើកឲ្យភ្ញៀវជាតិនិងអន្តរជាតិចេញចូលនៅម៉ោង9ព្រឹកហើយបិទមិនឲ្យធ្វើដំណើរចេញចូលនៅម៉ោង4ល្ងាចដូចគ្នាកន្លងមកសភាពការធម្មតាច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានបើកដំណើរការឲ្យភ្ញៀវជាតិនិងអន្តរជាតិរួមទាំងអាជីវករដែលលក់ដូរនៅផ្សាររោងឃ្លឿប្រទេសថៃនៅម៉ោង6ព្រឹកនិងបិទមិនឲ្យមានអ្នកធ្វើដំណើរឆ្លងកាត់ទៅមកនៅម៉ោង10យប់មន្ត្រីច្រកទ្វារបញ្ជាក់ថាសម្រាប់លិខិតឆ្លងដែនជនជាតិខ្មែរយើងខាងភាគីថៃគេបានផ្ដល់ជូនតែ1សប្តាហ៍ប៉ុណ្ណោះចំណែកបានព្រំដែនក៏បានរយៈពេល1សប្តាហ៍ដូចគ្នាកន្លងទៅលិខិតឆ្លងដែនទេសចរខ្មែរខាងភាគីថៃគេអនុញ្ញាតឲ្យចូល60ថ្ងៃរីឯខាងកម្ពុជាយើងវិញគឺបានអនុវត្តដូចគ្នាទៅនឹងភាគីថៃដែរចំពោះជនជាតិថៃដែលចូលមកកម្ពុជានេះដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំ